ជំរាបសួរប្រិមិត្តស្វាគមន៍មកកាន់ Channel បទ HM ជឿជាក់ថាប្រិមិត្តមួយចំនួនប្រកាសជាបានដឹងអំពីរឿងរ៉ាវពាក់ព័ន្ធទៅនឹងមនុស្សដែលមានអណ្ដាតបំព្រីងតើនៅលើលោកយើងនេះមានមនុស្សអណ្ដាតបំព្រីងប៉ុន្មាននាក់ហើយមនុស្សដែលមានអណ្ដាតបំព្រីងប្រសិនបើពួកអសេរពួកចាក់ស្លាប់ដែរឬទេដូចនៅក្នុងវីដេអូនេះអញ្ចឹងក៏មានបុរសម្នាក់អស្ចារ្យមហាលុតផ្លោះដោយគាត់សំអាងខ្លួនមានអណ្ដាតបំព្រីងដោយគាត់ចាប់ពស់វែកមកសាក់លបងថាតើអណ្ដាតរបស់ខ្លួននឹងសត្វពស់វែកអ្នកណាខ្លាំងជាងមែនហើយពិតជាមានជំនឿនិយាយតគ្នាថាទោះឬសត្វដែលមានអណ្ដាតបំព្រីងគឺអមមានឫទ្ធិនុភាពឈ្នះលើពឹសគ្រប់ប្រភេទសូម្បីតែពស់វែកក៏មិនអាចធ្វើអ្វីចំពោះមនុស្សដែលមានអណ្ដាតបំព្រីងនោះបានដែរស្រាប់តែយុវជនម្នាក់ចង់សាក់លបងមែនតើដោយគាត់មានអណ្ដាតបំព្រីងតាំងពីកំណើតគាត់បានដើររកពស់គ្រប់ទិសទីដើម្បីយកមកសាកល្បងមើលហើយបុរសម្នាក់នោះក៏បានប្រទះឃើញនឹងពស់ស្រកាចាស់មួយក្បាលហើយគាត់ក៏ចាប់យកមកផ្ទះដើម្បីសាកល្បងមើលថាតើពស់ខ្លាំងឬអណ្ដាតរបស់ខ្លួនខ្លាំងជាងបើយោងតាមគណនី Facebook បរទេសម្នាក់បានបង្ហោះរូបភាពដោយពោលពាក្យថាបន្ទាប់ពីគ្រូនឹងព្យាបាលកុមារអន្តរបុត្របានរៀបរាប់ថាអបិយជំនឿនាំឲ្យខ្លួនវិនាសបុរសម្នាក់ចាប់ពស់ស្រកាចាស់លេងបើទោះជាត្រូវពស់នោះខាំមួយចង្កូមពីរចង្កូមក៏ដោយគាត់នៅតែមានទំនុកចិត្តនិងអាងខ្លួនថាខ្លួនមានអណ្ដាតបំព្រីងសម្ដីរបស់ពស់ម្នាក់ដែលបាននាំអ្នកជំងឺមកពេទ្យបន្ទាប់ពីត្រូវពស់ខាំបុរសដែលមានអណ្ដាតបំព្រីងនោះបានចាប់ពស់នឹងដៃម្ខាងរួចមាត់បឺតនឹងមុខរបួសដៃម្ខាងទៀតដល់ពេលញាតិសួរថាម៉េចបានចាប់ពស់អញ្ចឹងគាត់ឆ្លើយថាអត់អីទេខ្ញុំមានអណ្ដាតបំព្រីងហើយបើតាមអ្នកភូមិនៅក្បែរផ្ទះរបស់គាត់បានឲ្យដឹងថាបន្ទាប់ពីគាត់ត្រូវពស់ចឹករួចត្រឡប់មកពីមន្ទីរពេទ្យវិញគាត់ក៏បានលាចាក់លោកពីក្រុមគ្រួសារជារៀងរហូតទៅខណៈដែលអ្នកលេងនៅក្នុងបណ្ដាញសង្គម Facebook ខ្លះក៏បានបញ្ចេញមតិតាមរយៈ comment ថាមិនគួរគិតខុសបែបនេះសោះហើយនេះជាមេរៀនសម្រាប់យុវជនដទៃទៀតសូមកុំជឿជំនឿដែលគ្មានមូលដ្ឋានច្បាស់លាស់ដោយដែលព្រះសម្មាសម្ពុទ្ធទ្រង់បានមានប្រតិកាថាកុំជឿលើអ្វីគ្រាន់តែឮពាក្យតគ្នានេះហើយលទ្ធផលដែលមានអណ្ដាតបំព្រីងទីបំផុតស្លាប់ចោលប្រពន្ធកូនក្រឡេកមកមើលបុរសម្នាក់នេះវិញបុរសម្នាក់នេះក៏អស្ចារ្យមហាលុតផ្លោះមិនខុសពីបុរសទី1នោះទេទោះត្រង់ថាគាត់អត់មានអណ្ដាតបំព្រីងគាត់ហ៊ានយកដៃទទេរបស់គាត់ដើម្បីមកចាប់កន្ទុយពស់ដោយឪពស់វែកដ៏ធំមួយក្បាលកំពុងតែវាចូលផ្ទះរបស់ខ្លួនភ្លាមនោះពស់វែកដ៏ធំមួយក្បាលនេះក៏ត្រឡប់មកវិញធ្វើឲ្យព្រលឹងរបស់គាត់រត់ទៅស៊ីប្រលិតបុរសទី1បុរសទី2ពោពេញទៅដោយទេពកោសល្យពេញខ្លួនមនុស្សដូចគាត់គឺកម្រខ្លាំងណាស់មនុស្សពីរនាក់មុនគឺជាមនុស្សដែលកម្រមានហើយចោលបុរសពីរនាក់នេះវិញមើលទៅគាត់អបសុខខ្លាំងណាស់ដោយសារសម័យកូវីដអត់មានការងារធ្វើដោយគាត់មកប្រឡែងលេងជាមួយនឹងពស់វែកនៅតាមមាត់ស្ទឹងបែបនេះនេះគឺជាការសម្ដែងដោយមានទេពកោសល្យពេញខ្លួនដោយបុរសម្នាក់យកពស់វែកដ៏ធំមួយក្បាលមកសម្ដែងលេងឲ្យប្រិយមិត្តទស្សនាលេងដោយដែលប្រិយមិត្តមួយចំនួនបានដឹងហើយថាថ្មីនេះមានវីដេអូដ៏រន្ធត់មួយបានបង្ហាញអំពីសកម្មភាពរបស់ពស់វែកដ៏ធំមួយក្បាលបានហក់ទៅចឹកទស្សនិកជនដែលកំពុងមើលការសម្ដែងរបស់វាតែមិនបានសម្រេចហើយសម្រាប់វីដេអូនេះមានការចែករំលែកយ៉ាងច្រើនកកពីសំណាក់អ្នកប្រើប្រាស់នៅក្នុងបណ្ដាញសង្គមទំនាក់ទំនងក្នុងនោះដែរបើយោងតាមវីដេអូឃ្លីបបានបង្ហាញឲ្យឃើញថាបុរសម្នាក់បានសម្ដែងយ៉ាងសប្បាយជាមួយនឹងពស់វែកយ៉ាងធំដោយមានភ្ញៀវទេសចរចូលមើលយ៉ាងច្រើនយ៉ាងណាមិញនៅក្នុងការសម្ដែងបុរសដែលមិនបង្ហាញអត្តសញ្ញាណបានប្រឡែងលេងជាមួយនឹងសត្វពស់របស់ខ្លួនដូចជាថើបជាដើមដែលសកម្មភាពនេះពិតជាស្រាវខ្លាំងណាស់មានអីមួយសន្ទុះក្រោយមកខណៈដែលកំពុងសម្ដែងសុកស្រាប់តែបុរសនោះបានទាញកន្ទុយ
ហើយអូសពោះនោះមកក្បែរកន្លែងអង្គុយរបស់ភ្ញៀវទស្សនាហើយក៏ផ្លត់ស្នៀតពស់ដ៏ធំមួយក្បាលនោះបំរុងហក់ទៅចឹកអ្នកដែលកំពុងទស្សនាធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែសំណាងល្អបុរសម្នាក់នោះបានចាប់កន្ទុយជាប់មិនមានការបង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយទន្ទឹមនឹងនេះតាក់ទងនឹងគ្នានេះដែរសម្រាប់ការសម្ដែងមួយនេះត្រូវបានគេរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅក្នុងបណ្ដាញសង្គមតើប្រិមិត្តយល់យ៉ាងណាដែរចំពោះរឿងរ៉ាវពាក់ព័ន្ធទៅនឹងអសត្វពស់ទាំងអស់នេះតែអេដមីនសូមប្រាប់ថាហាមធ្វើដូចបុរសទី1និងបុរសទី2ឲ្យសោះពីព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងណាស់អរគុណសម្រាប់ការចូលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ប្រសិនបើពេញចិត្តកុំភ្លេចចុចពាក្យថា Subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់អរគុណជួបគ្នានៅវីដេអូក្រោយៗ